ជំងឺគ្រុនឈាមនៅតែជាបញ្ហាសុខភាពសាធារណៈនៅក្នុងប្រទេសកម្ពុជាវិធានការបង្ការជំងឺគ្រុនឈាមគឺលុបបំបាត់ជំរងមូសឲ្យអស់នៅតាមផ្ទះនិងក្នុងភូមិរបស់យើងដោយអាណាព្យាបាលមេដាបេដាកុមារាកុមារីគ្រប់រូបរួមទាំងអាជ្ញាធរមូលដ្ឋានត្រូវសកម្មចូលរួមកម្ចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ដូចជាពាងអាងទឹកហូបការចានទ្រជើងតុទូក្រឡធំជាដើមនៅតាមមូលដ្ឋានដើម្បីដាក់ថ្នាំបណ្ណធាតុសម្រាប់ដង្កូវទឹកនៅក្នុងអាងទឹកពាងទឹកកន្លែងដែលស្តុកទឹកឬចិញ្ចឹមកូនត្រី7ពណ៌នៅកន្លែងដែលអាចចិញ្ចឹមបាននិងការបាញ់ថ្នាំសម្រាប់សហគមន៍ដែលមានការរាតត្បាតក្រសួងសុខាភិបាលសូមអំពាវនាវដល់បងប្អូនជនរួមជាតិបន្តរស់នៅប្រកបដោយអនាម័យលំនៅឋានជុំវិញផ្ទះស្អាតនិងសូមអំពាវនាវដល់ភាគីពាក់ព័ន្ធជំងឺគ្រុនឈាមទាំងអស់រួមទាំងអាជ្ញាធរមូលដ្ឋានចូលរួមសហការពង្រឹងការប្រយុទ្ធនឹងជំងឺគ្រុនឈាមនៅក្នុងប្រទេសកម្ពុជាជំងឺគ្រុនឈាមអាចបង្ការបានចាប់ផ្ដើមពីបុគ្គលម្នាក់ៗដោយការផ្លាស់ប្ដូរឥរិយាបថរបស់យើងអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ចូលរួមលុបបំបាត់ជំរកមូសដោយបង្កើតសហគមន៍ស្អាតមិនមានសម្បកកង់ឡានសម្បកកំប៉ុងសម្ភារៈផ្សេងៗដែលអាចដក់ទឹកចោលពីវាលពីកាលដែលអាចដក់ទឹកនិងក្លាយជាជំរកមូសបុគ្គលនិងគ្រួសារចូលរួមសម្អាតផ្ទះលុបបំបាត់ជំរកមូសការរស់នៅស្អាតបរិស្ថានស្អាតគ្មានដង្កូវទឹកគ្មានមូសខ្លាគឺគ្មានគ្រុនឈាមសូមបងប្អូនប្រជាពលរដ្ឋគ្រប់រូបដែលមានរោគសញ្ញាគ្រុនក្តៅខ្លួនខ្លាំងភ្លាមចាប់ពី39ទៅ40អង្សាសេឬមានសមាជិកគ្រួសារណាមួយដែលមានរោគសញ្ញាដោយការរៀបរាប់សូមស្វែងរកការពិគ្រោះយោបល់និងពិនិត្យព្យាបាលនៅមណ្ឌលសុខភាពនិងមន្ទីរពេទ្យរដ្ឋដែលនៅជិតបំផុតជាបន្ទាន់